ជំរាបសួរប្រិយមិត្តទាំងអស់គ្នា Hello Hello សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះគឺអត់មានមកប្រាប់អ្នកទាំងអស់គ្នាអំពីដំណឹងល្អមួយគឺថារឿង Love in the Future ដែលមានកំពុងសម្រាយឥឡូវនេះគឺអត់មានអត់សម្រាយបន្តទេក៏ដោយសារតែអត់មានបានឃើញ Channel Kuchi គាត់បានទិញរឿងហ្នឹងគឺយកមកបញ្ចូលសម្លេងជាភាសាខ្មែរតែម្ដងណាហើយ admin នេះក៏ជា fan ម្នាក់នៃ channel របស់គាត់ដែរដូច្នេះហើយគឺ admin ទៅមើលរឿងហ្នឹងពេញនៅក្នុង channel ហ្នឹងតែម្ដងអញ្ចឹងគឺ admin សម្រាប់ចិត្តថាគឺអត់សម្រាប់បន្តទៀតទេអញ្ចឹងអ្នកទាំងអស់គ្នាមិនចាំបាច់រកទៀតទេណាហើយរឿងពេញនៃ channel ហ្នឹងគឺល្អមើលខ្លាំងមែនតើព្រោះតែ admin បានមើលទាំងអស់នៃរឿងនៅក្នុង channel ហ្នឹងមិនថាជារឿង BLBJ គឺគាត់ថាគាត់បញ្ចូលសម្លេងល្អខ្លាំងមែនតើណាហើយគាត់ជាល្អមើលខ្លាំងមែនតើអញ្ចឹងគឺថាយើងទៅមើលរឿងពេញទាំងអស់គ្នាគឺថាគាត់ចាប់ផ្ដើមចេញនៅថ្ងៃចេញនៅថ្ងៃទី23ខែ6ខាងមុខនេះឯងណាអញ្ចឹងយើងទៅតាមដាននៅក្នុង channel ហ្នឹងទាំងអស់គ្នាហើយ admin ក៏ទៅមើលនៅក្នុង channel ហ្នឹងដែរណាហើយអញ្ចឹងទៅក៏ល្អសម្រាប់ admin ដែរដោយសារតែសម្រាប់រឿងច្រើនពេលឥឡូវនេះគឺថា admin đãចង់វល់ខួរទៅហើយតែ3រឿងទេគាត់ថាឈ្មោះក៏ចង់ច្រឡំគ្នាអត់ទៅហើយណាអញ្ចឹងទៅក៏ឥឡូវនេះក៏បានដករឿងហ្នឹងមួយចេញទៅក៏ព្រោះតែយើងបានមើលរឿងជាភាសាខ្មែរហើយអញ្ចឹងវាល្អមើលជាងការសម្រាប់របស់ admin ណដូច្នេះហើយអញ្ចឹងយើងកុំភ្លេចទៅតាមដានទស្សនានៅថ្ងៃទី23ទាំងអស់គ្នាណាឥឡូវនេះក៏ admin សូមគោរពលាត្រឹមតែប៉ុណ្្នឹងនឹងឯងអរគុណអ្នកទាំងអស់គ្នាដែលបានស្រឡាញ់នៃការចូលចិត្តនៅការសម្រាប់របស់ admin អញ្ចឹងចាំយើងទៅជួបគ្នានៅរឿង Revenge Love ហើយនឹងរឿង Killer and Healer ណាដែល admin នឹងសម្រាប់បន្តទៀតដូច្នេះ admin សូមគោរពលាត្រឹមតែប៉ុណ្្នឹងនឹងឯងអរគុណអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ